អ្នកចូលចិត្តទៅលេងព្រៃដល់រដូវវស្សាចេះពិបាកធ្វើដំណើរមានភ្លៀងផុកប្រពេចប្របាច់ជួបការលំបាកច្រើនមែនទែនប៉ុន្តែទេសភាពស្អាតយើងដាក់ភ្នែកទៅឃើញពណ៌បៃតងស្រស់ហើយក៏មានទឹកហូរនៅតាមមាត់អូរនឹងធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយយើងទៅលេងព្រៃដូចរាល់ដងអញ្ចឹងហើយព្រលឹមឡើងយើងដើរលេងអាឡោករៀងៗខ្លួនចាថ្ងៃឡើងយើងមកជុំគ្នាវិញហើយយើងបើកឡានចូលទៅក្នុងប្រឡោះមួយនៅតែឯមាត់អូរនឹងក្បែរមាត់អូរនឹងវាមានភ័យអាស័យតិចតែផ្លូវដែលយើងជិះចូលនេះវាផ្លូវតូចហើយវាមានដើមឈើមួយដោះទេមកផ្លូវនឹងយើងជិះឡានចូលអត់រួចទេអញ្ចឹងតើក៏ចុះទៅកាប់តាមឈើនឹងសិនមិនយើងចូលទៅបានរួចហើយយើងក៏បើកឡានចូលទៅដល់មាត់អូរកន្លែងដែលយើងចម្អិនអាហារហូបបាយនៅនឹងហ្មងបន្ទាប់ពីយើងដល់មាត់អូរហើយនេះគឺជាទស្សនវិជ្ជានៅមាត់អូរហើយនេះអូប៉ាយើងទាំងអស់គ្នាថ្ងៃនេះយើងមកព្រៃលេងដូចមិនលេងដូចធម្មតាលេងខុសពីធម្មតាព្រោះដល់យើងមកថ្ងៃអាទិត្យតែដោយសារថ្ងៃនេះអូនកើនៅពីកំពង់សោមការងារកំពង់សោមអញ្ចឹងក៏គេប្រមូលមកលេងព្រៃហើយខ្ញុំក៏ទំនេរដែរចឹងក៏នាំគ្នាមកដល់មាត់អូភ្លាមម្នាក់ឃើញទឹកអូថ្លាហើយស្អាតហើយត្រជាក់សេបម្នាក់នាំគ្នាដើរទៅមើលកន្លែងណាដែលស្អាតកន្លែងណាដែលមកលុបខ្លាំងយើងធ្វើម្ហូបនៅកន្លែងហ្នឹងហ្មងទៅដល់កន្លែងហ្នឹងស្អាតមែនតើទឹកថ្លាឆ្វេងហើយមើលទៅឃើញដល់បាតទឹកវាអត់ជ្រៅហើយយើងក៏ដាក់អីវ៉ាន់ចុះឲ្យខ្ញុំដើរទៅមើលតែទេសភាពឃើញវាស្អាតហើយវាត្រជាក់ហើយនៅក្បែរនេះមានសំឡេងអាឡោកយំមានសំឡេងសេកហើយសំឡេងទឹកហូរនឹងបង្កើតបានជាដូរតន្ត្រីធម្មជាតិមួយបំពេអារម្មណ៍ឲ្យយើងមានអារម្មណ៍ស្រស់ថ្លាមួយយ៉ាងដែររវល់តដើរខ្វៀលមើលតែទឹកតែម៉ោងកាន់តែច្រើនហើយអស់កម្លាំងខ្លាំងណាស់ដែរព្រោះយើងដើរមកព្រឹកធំឥឡូវយកអីវ៉ាន់យកអីមករៀបចំងាលធ្វើបាយធ្វើទឹកហូបសិនហើយយើងចែកការងារគ្នាធ្វើរៀងខ្លួនម្នាក់ម្ដាយមួយជើងចឹងទៅហើយបង្អឿនគាត់ទៅអាស័យដែលខ្ញុំសុំពីអ្នកស្រុកមកថ្ងៃនេះយើងធ្វើម្ហូបមួយមុខដែលប្លែកអារម្មណ៍បន្តិចយើងយកអាឡូកដុតក្នុងពងអាស័យហើយការងារខ្ញុំធ្វើចក្រានខ្ញុំចូលចិត្តធ្វើចក្រាននៅលើទឹកចឹងយកដុំថ្មទៅត្រៀបគ្នាទៅហើយយើងដុតចក្រានហ្នឹងនៅលើទឹកមកតបពីយើងរៀបធ្វើចក្រានហើយប្រកាត់ភ្លើងឆេះហើយឥឡូវយើងទៅយកកដាក់ដាំបាយហូបបាយក្តៅយើងហូបនៅព្រៃឆ្ងាញ់ណាប៉ាក់យើងថ្ងៃនេះមេចុងភៅរបស់យើងមកពីឌូបៃដូចលមុនចឹងហើយគាត់អ្នកប្រយុទ្ធមុខតូចគាត់អ្នករ៉ាប់រងឬធ្វើម្ហូបនេះពងធ្វើបន្លែធ្វើអីឧបត្ថម្ភផ្កាប់មុខដោយទឹកមាត់ត្រជាកម្មខ្មែរដែលមានបទពិសោធន៍សាងសង់និងកែសម្រួលផ្ទះត្រជាកម្មតាំងពីឆ្នាំ2009បទពិសោធន៍ពិតចំណេះជំនាញពិតទទួលបានលទ្ធផលពិតម្នាក់ញាប់ដៃញាប់ជើងរៀងខ្លួនដោយសារតែឃ្លានហើយរកព្រៃមកព្រឹកធំហើយឥឡូវខ្ញុំយកបាយមកដាក់ដាំសិនជាងពៅគាត់យកបន្លែមកលាងជាមួយនឹងទឹកអូហ្នឹងសម្រាប់ហូបជាមួយទឹកថៃបុកជាមួយនឹងជ្រូក3ជាន់អាំងរបស់យើងទឹកហ្នឹងវាថ្លាក៏ថ្លាត្រជាក់ក៏ត្រជាក់ហើយសិតតែថ្មនៅខាងក្រោមមើលទៅឃើញស្អាតមែនតើហើយយើងដាក់កៅអីអង្គុយលាងបន្លែមកស្រួលអញ្ចឹងទៅខ្ញុំបុកគ្រឿងយកទៅលាបជាមួយសាច់ជ្រូក3ជាន់ឲ្យវាមានជាតិឡែមតិចទៅវាឆ្ងាញ់នេះត្រេកកែនេះសាច់ជ្រូក3ជាន់តែដូចខ្ជិលស៊ីបោះចោលហ្មងចប់ទៅយើងក៏យកសាច់ជ្រូក3ជាន់មកលាងសម្អាតឲ្យស្អាតជាមួយនឹងត្រីកែសរបស់យើងហ្នឹងហើយយកទៅដាក់នៅក្នុងកញ្ច្រែងដើម្បីយើងសៃញាប់ក្បាលមកធ្វើតបិតធ្វើអីមកដាក់ដោតត្រីហើយនឹងកាត់អាស័យយកមកចងជាមួយនឹងសាច់ជ្រូក3ជាន់យើងដាក់អាំងជាមួយនឹងចក្រានរបស់យើងដែលកំពុងតែឆេះភ្លើងសធៅនៅលើទឹកនេះឥឡូវយើងងាកមកមើលមុខម្ហូបចម្លែករបស់យើងមួយយើងអត់ដែលធ្វើទេពីមុនមកយើងធ្លាប់តែអាំងទេអាឡូកតែឥឡូវយើងយកអាឡូកដាក់នៅក្នុងពងអាស័យដុតនៅក្នុងពងអាស័យនេះឡើងវាយមួយព្រោះខាយមួយយកនេះបងយើងដាក់អាឡូកដាក់គ្រឿងឲ្យចូលក្នុងបំពង់អាស័យរួចអស់ហើយឥឡូវយើងយកស្ពៃក្តោបមកញុកបំពង់អាស័យហើយយកទៅដាក់ដុតចម្អិននៅលើភ្លើងខ្ញុំក៏ត្រឡប់មកធ្វើការងាររបស់ខ្ញុំវិញយកគ្រឿងដែលខ្ញុំបានបុកយកមកប្រឡាក់ជាមួយនឹងសាច់ជ្រូក3ជាន់ឲ្យវាមានក្លិនគ្រឿងតិចយើងអាំងទៅវារៀងឈ្ងុយវាប្រហើទុកឲ្យវាចូលគ្រឿងមកផ្លែតហើយខ្ញុំយកមេឃអាស័យមកដាក់រុំពាត់សាច់ជ្រូក3ជាន់ជាមួយនឹងមេឃអាស័យហើយយកទៅដាក់នៅលើភ្លើងយើងស្រួលអាំងធ្វើអញ្ចឹងហើយយើងដោតចូលទៅបៀតអាំងអូអានោះ2នោះទៀតអាហ្នឹងសាច់ជ្រូកភ្នំទៀតបាទសាច់ជ្រូកភ្នំអាហ្នឹងកម្របានផងបងប្អូនណាទឹកត្រជាក់ទៀតណាទឹកត្រជាក់ដល់ហើយយើងបាយឲ្យងូតទឹកហ្មងហើយយើងដាក់សាច់ចូលទៅបៀតទៅហើយឥឡូវយើងយកទៅដាក់អាំងសិនថ្ងៃនេះដល់ហើយថ្ងៃនេះបាយឆ្អិននៅអូឈ្ងុយនៅមានអាឡូកដុតកំពង់អាស័យនៅក្រោមនេះមកតង់ទៀតហូបថ្ងៃនេះដល់ហើយហូប
ពួកខ្ញុំរវល់តែរៀបចំសាច់ដាក់ចូលទៅវាទៅលើអ្នកប្រយុទ្ធមកតូចគាត់បុកទឹកត្រីបុកហើយមើលទៅឡើងគួរឲ្យចង់ញ៉ាំមែនតើមានអីទេថ្ងៃនេះមានត្រីកេះអាំងអាឡុកដុតពងអាស័យជ្រូកអាំងបាយយើងឆ្អិនហើយប៉ុន្តែយើងនៅរងចាំម្ហូបហើយយើងក៏ថាឥឡូវយើងអង្គុយហូបបាយនៅក្នុងទឹកហ្នឹងហ្មងអញ្ចឹងយើងក៏យកតុមកតម្លើងនៅលើទឹកហ្នឹងព្រោះទឹកហ្នឹងវារាក់ដែរទេហើយយើងអង្គុយហូបនៅលើទឹកហ្នឹងហ្មងវាតិចទាំងចាត់ទៀតពោះចាប់ដើមកោបដាហើយអង្គុយចាំម្ហូបអត់ទាន់ឆ្អិនអញ្ចឹងយើងក៏ត្រឡប់ត្រីចុះឡើងជាមួយនឹងសាច់នឹងឲ្យឆាប់ឆ្អិនចង់ភៅឌូបាយថ្ងៃនេះធ្វើម្ហូបយកចិត្តទុកដាក់របូតខោអស់ហើយឃ្លានទ្រាំលែងបានហើយម្ហូបយើងក៏ឆ្អិនមកមុខដែរហឡុកដុតពងអាស័យឥឡូវពុំលាក់ចាក់វាចេញមកដាក់ក្នុងចានចាប់ដើមប្រតិបត្តិការតោះបងប្អូនប៉ាក់យើងហូបបាយហូបទឹកនេះនៅលើទឹកនឹងទៀតអូយតិចអារម្មណ៍ស្រស់ស្រាយខ្លាំងមែនតើបងអូនខ្ញុំអ្នកប្រយុទ្ធមុខតូចខំប្រឹងធ្វើម្ហូបពេលឥឡូវរបូតខោហើយមាត់គាត់ដាក់មកស្អីក៏ឆ្ងាញ់តែខ្ញុំឃើញមានតូចអញ្ចឹងហូបច្រើនណាបងប្អូនtôi cho hỏi cỡ xí lại chẳng may mưa hết rồi đó bơm này cái đây là tinh pin đấy bơm con xí nữa ខំកោហើយជាមួយនឹងកើឆ្លុះគ្នារឿងស៊ីទៀតនៅបកាយគ្នានឹងរឿងស្អីទេតដើមគ្នាស៊ីស្អីទេអស់មហូបមួយមុខឥឡូវត្រីយើងក៏ចាប់ដើមឆ្អិនបដាទៀតដែរយើងយកត្រីទៅហូបបន្តទៀតឲ្យវានៅក្តៅឆ្ងាញ់អូនកើមិនឲ្យទៅដល់ម៉ោងបាយម្ដងបែកញើសជាងសែងដី1 2 3ហាំកំពុងទៅហូបបាយឆ្ងាញ់ផងឥឡូវព្រះអាទិត្យរះមកចំកន្លែងយើងហូបបាយនេះយើងក៏លើកតុកដូរកន្លែងហូបបាយសាច់ជ្រូកដំបងអ៊ូខុងយើងឥឡូវឆ្អិនដែរបងប្អូនកាត់ទៅកាត់ទៅនេះចូលកោកាខ្ញុំហ្នឹងខ្ញុំដឹងទៅខ្ញុំបាទគេដំគាត់មកទៅទៅដៃប្រើបានបាក់ហ្នឹងដាក់បាយបុបបាប់ជាមួយបងប្អូនខ្ញុំនៅអែបមាត់ទឹកហ្នឹងទេសភាពក៏ស្អាតអាទឹកក៏ត្រជាក់ហើយអារម្មណ៍ស្រស់ស្រាយឥឡូវឆ្អែតហើយយើងក៏រៀបអីវ៉ាន់យើងចូលក្នុងគូតឡានវិញដើម្បីយើងទៅលេងលោកបន្តទៅទៀតនោះរើសអាចរនោះមួយគាត់ដល់ទៅនឹងក្របយកមកដឹកឲ្យម៉ៃនេះកន្លែងដែលយើងមកលេងយើងប្រមូលសម្រាមប្រភេទជ័រផ្លាស្ទិកដុតចោលអស់យើងអត់ទុកទេបើយើងមកលេងនៅក្រៅវានៅតែស្អាតដំណើរកំសាន្តដែលយើងបានទៅលេងព្រៃនៅថ្ងៃនេះចាប់ត្រឹមប៉ុណ្ណឹងហើយបងប្អូនទាំងអស់គ្នាហើយទីតាំងដែលខ្ញុំទៅលេងហ្នឹងនៅចិត្តខ្នងផ្សារគេហៅភូមិតាំងបំពង់នៅចិត្តកន្លែងខ្នងផ្សារហ្នឹងឯងកន្លែងហ្នឹងអត់សូវមានមនុស្សទៅលេងទេដោយសារតែគេឡើងទៅលេងតែខ្នងផ្សារទេអាខាងក្រោមនេះគេអត់សូវនៅលេងទេតែខាងហ្នឹងវាមានអូ2 3ហើយទេសភាពដូចបងប្អូនឃើញអញ្ចឹងវាស្អាតគួរសមដែរអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាមើលវីដេអូដើរលេងព្រៃហើយបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តដំណើរកម្សាន្តបែបទៅលេងព្រៃអញ្ចឹងសូមបងប្អូនទាំងអស់គ្នាជួយ follow page ឬក៏ subscribe channel YouTube ម្នាក់មួយផងអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតជូនពរឲ្យបងប្អូនទាំងអស់គ្នាសុខភាពល្អនិងរកស៊ីទទួលទានមានបាន